កម្មវិធីនេះឧបត្ថម្ភកាត់មុខដោយម្សៅមីណាលៀបមីណាសមីនឹង Nippon Pan មាន3រសជាតិរសជាតិសូកូឡារសជាតិ Strawberry និងរសជាតិអូយម៉ូយហាងលក់ក្តាមម្ជុះអមតៈដើម្បីអបអរសាទរថ្ងៃគម្រប់ខួប100ថ្ងៃនៃការបើកលក់ហាងលក់ក្តាមម្ជុះអមតៈមានកម្មវិធីពិសេសគឺទិញក្តាមម្ជុះថ្មីមួយមានថែម Power Bank ដ៏ស្រស់ស្អាតមួយហាងកោះជប់តារាទាន់សម័យមានទទួលកោរោមជើងក្រងរោមក្លៀករួញត្រង់គ្រប់ម៉ូតគ្រប់ម៉ាកនិងគ្រប់រសជាតិសូមជម្រាបសួរប្រិយមិត្តអ្នកស្ដាប់ដែលកំពុងតាមដានទស្សនាកម្មវិធីព័ត៌មាន4ឆ្នាំម្ដងរបស់ស្ថានីយ៍វិទ្យុកកោដោយកកោ Radio International FM 11 MHz ជាទីស្មោះស្ម័គ្រមេត្រីថ្ងៃនេះថ្ងៃសីល15រោចខែផល្គុនឆ្នាំមមីត្រូវនៅថ្ងៃទី29ខែកុម្ភៈឆ្នាំ2015យើងខ្ញុំសូមជូនមេតិការព័ត៌មានដូចតទៅរកឃើញមូលហេតុការស្លាប់របស់អ្នកកាសែតពលក្ដួចក្រសួងសម្លឹងឃើញភាពសិទ្ធិក្នុងវិស័យសម្រាមលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាចូលរួមជាគណៈអធិបតីក្នុងកម្មវិធីបញ្ចុះខន្ធសីមាក្នុងវត្តធ្វើផាកស្លាប់2ក្នុងករណីបោកគ្រាប់បែកលេងមួយក្នុងទីក្រុងហុងកុងអាជីវកម្មលក់ទឹកកកឈូសនៅជប៉ុនកំពុងមានភាពពេញនិយមសូមជូនព័ត៌មានពិស្ដាលោកស្រីប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីយោងតាមលទ្ធផលដំបូងនៃការពិនិត្យសាកសពអ្នកកាសែតពលក្ដួចបានបង្ហាញថាការស្លាប់របស់អ្នកកាសែតនោះគឺជាករណីរំលោភសម្លាប់សេចក្តីរាយការណ៍ពិស្ដារដោយលោកដេរឆានការស្លាប់របស់លោកសច្ចមុនីគ្រីស្ណាដែលគេស្គាល់ឈ្មោះហៅក្រៅថាអាក្ដកដោយសារលោកជជក្ដកគឺជាករណីរំលោភសម្លាប់យកលុយនេះបើយោងតាមការអះអាងរបស់ក្រុមគ្រូពេទ្យថ្មិញបន្ទាប់ពីការធ្វើការសល់វិច័យយ៉ាងល្អិតល្អន់លើសាកសពកាលពីព្រឹកម្សិលមិញលោកអាក្ដកជាអ្នកសារព័ត៌មានឯករាជ្យរបស់កាសែតពលក្ដួចកាលពីថ្ងៃទី25ធ្នូឆ្នាំ2014លោកសច្ចមុនីគ្រីស្ណាហៅអាក្ដកបានចោះយកព័ត៌មានការកាប់ព្រៃឈើខុសច្បាប់នៅសួនសត្វភ្នំតាម៉ៅ3ថ្ងៃក្រោយមកសាកសពលោកត្រូវបានគេប្រទះឃើញស្រាតនៅនគរដោយចង់ផ្អោបនឹងដើមឈើមួយនៅក្នុងព្រៃមន្ត្រីប៉ូលីសមូលដ្ឋានសន្និដ្ឋានថានេះជាកិច្ចកម្មប្លន់យកលុយលោកសាច់អ៊ីប៉ូលីសស៊ើបអង្កេតនិយាយថាបើយើងប្រទះឃើញមានកាបូបលុយនិងកតាបដែលមានសភាពអរត់អរាយហើយជាពិសេសហ្នឹងគឺយើងឃើញមានស្រោមអនាម័យ3ប្រអប់ដែលប្រហែលជាជនដៃដល់ហ្នឹងគាត់ព្យាយាមប្លន់ហើយថែមទាំងបំផ្លាញភស្តុតាងពីព្រោះថាយើងអត់ឃើញមាន memory card នៅទីហ្នឹងទេបាទបើតាមសម្ដីរបស់លោកគ្រូពេទ្យថ្មិញបានរៀបរាប់ពីលទ្ធផលឲ្យដឹងថាមានរោគសញ្ញាជាច្រើននៅលើដងខ្លួនជនរងគ្រោះសំខាន់គឺរកឃើញថាមានដៃរលាត់ត្រង់បបោមាត់និងស្នាមរំពាត់លើដងខ្លួនជាច្រើនតាក់ទងជាមួយសាកសពជនរងគ្រោះហ្នឹងណាយើងឃើញមានការដាច់រលាត់ត្រង់បបោមាត់ហើយត្រង់កប៉េះគូតហើយនឹងមានស្នាមជាំខាំនៅលើដងខ្លួនប្រជាពលរដ្ឋនៅក្បែរនោះបានឲ្យដឹងថាមានក្រុមមនុស្សប្រុស3នាក់ជិះកង់ដឹកឈើចេញពីព្រៃនោះបន្ទាប់ពីអ្នកកាសែតពលក្ដួចចូលទៅអ្នកស្រីងវៀនដាញ់ហៅបុទុមកេសរជាអ្នកភូមិល្បាច់អងនៅភូមិក្បែរនោះនិយាយថាអូខ្ញុំស្គាល់តាប្រុស3នាក់ហ្នឹងវាស៊ីឈ្នួលកាប់តែឈើដុតជូងហ្នឹងពួកអាណាក៏ស្គាល់ដែរថាស្រឡាញ់តែប្រុសគ្នាឯងទោះជាយ៉ាងណាក៏ដោយលោកសាច់អ៊ីបញ្ជាក់ថាលោកបដិញ្ញាទោះដល់ជើងមេឃក៏នឹងចាប់ជនដៃដល់មកផ្ដន់ទានទោសនៅមុខតុលាការឲ្យទាល់តែបានខ្ញុំដេរឆានវិទ្យុកកោរាយការណ៍ពីបឹងទន្លេសាបលោកស្រីប្រិមិត្តជាទីគោរពរាប់អានរដ្ឋាភិបាលកំពុងតែមានការចាប់អារម្មណ៍ចង់វិនិយោគលុយរាប់រយលានដុល្លារក្នុងវិស័យសម្រាមសេចក្តីរាយការណ៍ពិស្ដារពីអាប៉យដោយសារតែវិស័យកសិកម្មមានការរីកចម្រើនជាលំដាប់ថ្មីនេះរដ្ឋាភិបាលបានសម្រេចធ្វើការវិនិយោគទៅលើវិស័យសម្រាមបន្ថែមទៀតឯកឧត្តមសំណល់បំពល់រដ្ឋមន្ត្រីក្រសួងគ្រប់គ្រងធនធានសម្រាមបានថ្លែងនៅក្នុងឱកាសបើកសម្ពោធមជ្ឈមណ្ឌល Agile Enterprise Agency ថាសក្តានុពលវិស័យសម្រាមគឺជាឱកាសមួយក្នុងការប្រកួតប្រជែងនៅក្នុងតំបន់ជាក់ស្ដែងនាពេលបច្ចុប្បន្ននេះយើងមានភ្នំសម្រាមចំនួន5ដែលលាតសន្ធឹងលើផ្ទៃដីរាប់ពាន់ហិកតាភ្នំសម្រាមទាំងនោះបានផ្ដល់ក្លិនគ្រប់រសជាតិតែក្នុងនោះឧស្ម័នកាបូនឌីអុកស៊ីតប្រមាណជា200លានតោនត្រូវបានរុក្ខជាតិបៃតងតូចធំនៅពាសពេញប្រទេសស្រូបយកដើម្បីធ្វើរស្មីសំយោគចិញ្ចឹមសារពាង្គកាយលោករដ្ឋមន្ត្រីក៏បានបន្ថែមទៀតផងដែរថាក្រសួងបាននឹងកំពុងស្មុំលុយពីប្រទេសម្ចាស់ជំនួយនានាក្នុងការទិញឧបករណ៍រំងាស់សម្រាមដែលក្រសួងក្រុងនឹងធ្វើការស្លសម្រាមដែលមានស្រាប់ដូចជាថង់ប្លាស្ទិកទូទឹកកកនិងគ្រឿងអេឡិចត្រូនិកចាស់ៗឲ្យទៅជាជីសរីរាង្គព្រមទាំងស្លស្រោមអនាម័យដែលប្រើរួចហើយឲ្យទៅជាស្ករកស៊ូដែលមានបន្ថែមរសជាតិសាច់ជ្រូកផាក់ឡូវនិងរសជាតិតុងយ៉ាំដើម្បីនាំចេញទៅលក់នៅប្រទេសជិតខាងផងដែរខ្ញុំអប៉យ
រាយការណ៍ចេញពីធុងសម្រាមនៅក្បែរបង្គន់ លោកស្រីប្រិមិត្តជាទីមេត្រីយោងតាមព័ត៌មានក្តៅហួយពីខុទ្ទកាល័យរបស់លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានឲ្យដឹងថាលោកបានលួចចូលរួមក្នុងកម្មវិធីបញ្ចុះខន្ធសីមាមួយនៅក្នុងវត្តមួយនៅក្នុងទីក្រុងភ្នំពេញសេចក្តីរាយការណ៍ពិស្ដារសូមស្ដាប់កក យោងតាមខុទ្ទកាល័យលោកអូបាម៉ាបានឲ្យវិសុយើងដឹងថាលោកប្រធានាធិបតីសហរដ្ឋអាមេរិកស្បែកខ្មៅរូបនេះបានចូលរួមជាគណៈអធិបតីយ៉ាងខ្ពង់ខ្ពស់ក្នុងកម្មវិធីបញ្ចុះសីមានៅវត្តផាកកាលពីថ្ងៃបុណ្យណូអែលកន្លងទៅនេះលោកអូបាម៉ាជាមួយនឹងគ្រួសារបានចូលរួមក្នុងកម្មវិធីបញ្ចុះសីមានេះគឺដោយសារតែគ្រូទាយនៅបង់ក្លាដេសបានឲ្យលោកធ្វើដើម្បីកាត់សយក្រោយពីលោកបានចាញ់បៀលោកម៉ាមូអាបាជំពាក់លុយតុងទីនលោកពូទីននិងចាក់ទឹកភ្លៀងចាញ់លោកស៊ីជីនភីងក៏មានផងដែរនៅអិសរាជជនល្បីល្បាញជុំវិញពិភពលោកដែលបានចូលរួមកម្មវិធីបញ្ចុះសីមានេះដូចជាលោកតិនហ្វីលោកអេមរ៉េបេឡូហ្ស៊ូក្លូនិងកញ្ញាអូសាវ៉ាជាដើមកម្មវិធីនេះក៏មានការប្រគំតន្ត្រីដែលមានការចូលរួមពីកញ្ញា Taylor Swift ក្រុម One Direction និងលោក Bruno Mars ហើយក៏មានផងដែរនៅការចាប់រង្វាន់របស់ក្រុមហ៊ុនលក់ត្រីងៀត Macbodia ខ្ញុំកូកូវិសុកកូរាយការណ៍ពីវត្តភ្នំ